วิธีการដំឡើងប៉ែជោគដែលត្រឹមត្រូវរហ័សនិងមានសុវត្ថិភាពសម្រាប់ថ្ងៃនេះខ្ញុំនឹងណែនាំពីវិធីសាស្ត្រនៃការដំឡើងប៉ែជោគដែលត្រឹមត្រូវរហ័សនិងមានសុវត្ថិភាពនៅលើម៉ាស៊ីន SK ស៊េរី KX91 ជំរាបសួរជួបជាមួយខ្ញុំក្នុងកម្មវិធីដៃគូមិត្តថៃម៉ាស៊ីនសម្រាប់ថ្ងៃនេះខ្ញុំនឹងណែនាំពីវិធីសាស្ត្រនៃការដំឡើងប៉ែជោគឲ្យត្រឹមត្រូវរហ័សនិងមានសុវត្ថិភាពនៅលើម៉ាស៊ីន SK ស៊េរី KX91 តើយើងត្រូវត្រៀមអ្វីខ្លះដើម្បីធ្វើការដំឡើងតោះមកជួបជាមួយខ្ញុំទាំងអស់គ្នាឧបករណ៍ដែលត្រូវត្រៀមមានសោចិញ្ចៀនដៃស្ពាន់បញ្ជូនញញូដែកខ្លាញ់គោក្រណាត់និងថាសលំដាប់លំដោយនៃការដំឡើងប៉ែជោគងាយយករីងមកស៊កចូលពីលើប៊ូតរបស់ប៉ែជោគបញ្ឆេះម៉ាស៊ីនហើយធ្វើការលេខតម្រូវដៃ SK ឲ្យងោកចូលក្នុងសន្លាក់របស់ប៉ែជោគដែលស៊កស្ពាន់បញ្ជូនចូលទៅក្នុងអាក់របស់ប៉ែជោគហើយធ្វើការលើកដៃ Excavator ឲ្យអណ្ដែតឡើងធ្វើការបញ្ជាប៉ែជោគចូលដើម្បីឲ្យអាក់របស់ប៉ែជោគខាងក្រៅសេរីហើយធ្វើការត្រួតចំស្របគ្នាធ្វើការស៊កសន្លាក់ប៉ែជោគចូលហើយធ្វើការមួបឡុងចូលនិងធ្វើការរឹតឲ្យណែនល្អបន្ទាប់មករំកិលរីងឲ្យចូលកន្លាក់ដើមវិញហើយធ្វើការលាប៉ែជោគចេញដើម្បីឲ្យសន្លាក់របស់ប៉ែជោគខាងក្នុងសេរីហើយត្រួតចំគ្នាបន្ទាប់មកធ្វើការដកដែកស្ពាន់បញ្ជូនចេញហើយធ្វើការស៊កបញ្ចូលសន្លាក់ប៉ែជោគខាងក្នុងនិងធ្វើការរឹតបឡុងឲ្យណែនល្អបន្ទាប់មករំកិលរីងឲ្យចូលកន្លាក់ដើមវិញធ្វើការទម្លាក់ឧបករណ៍ឲ្យដល់ដីហើយពន្លត់ម៉ាស៊ីនដើម្បីសុវត្ថិភាពយើងត្រូវមានបម្រុងប្រយ័ត្នដូចជាទី1មិនត្រូវដើរពីក្រោមប៉ែជោគនៅពេលដែលលើកដៃ SK ឡើងលើនោះទេទី2មិនត្រូវយកម្រាមដៃទៅស៊កចូលរុនអាក់ប៉ែជោគនោះឡើយព្រោះអាចបង្កឲ្យដាច់ម្រាមដៃបានជាចុងក្រោយខ្ញុំសូមផ្ដាំផ្ញើទៅអតិថិជនដែលបានប្រើប្រាស់ម៉ាស៊ីន Excavator Kubota ទាំងអស់សូមធ្វើតាមคลิปវីដេអូដែលខ្ញុំបានណែនាំដើម្បីជួយឲ្យការដោះនិងដំឡើងប៉ែជោគបានត្រឹមត្រូវនិងមានសុវត្ថិភាពសូមអរគុណសម្រាប់ការតាមដាននៅคลิปវីដេអូនេះកុំភ្លេចចុច like ចុច share ដើម្បីកុំឲ្យរំលងនៅคลิปវីដេអូល្អៗពីក្រុមហ៊ុន Kubota សូមអរគុណ